នេះក្រុមការងារ TSD ទៅតម្លៃជុំម៉ាស៊ីនទៀតហើយអត់ខុសពីរដងប៉ុន្តែគ្រាន់តែរៀងប្លែកបន្តិចព្រោះដោយសារក្រុមការងារគាត់ទៅកន្លែង3ផ្សេងគ្នាតែម្ដងអ្វីដែលសំខាន់គឺ3អាជីវកម្មផ្សេងគ្នាតែម្ដងដែលអាជីវកម្មទី1នេះគឺបងបើកជាប្រភេទ mat របស់គាត់ឈ្មោះថា G-mat នៅជិតម្ដុំ AFL និយាយទៅសម្រាប់ mat បងគឺបើកជាមួយនឹងប្រភេទ mat ដែលលក់ជាមួយនឹងអវ៉ាន់ចម្រុះតែម្ដងអញ្ចឹងអ្នកនៅជិតម្ដុំនឹងអាចទៅហកជាមួយនឹងអវ៉ាន់ផ្សេងៗនៅ mat បងបានហើយ mat បងគឺយកជាមួយនឹងឈុំម៉ាស៊ីនពីខាងយើងជាប្រភេទ Produce Screen ក៏ដូចជាប្រព័ន្ធគ្រប់គ្រងអាជីវកម្មតែម្ដងដល់ពេលកន្លែងទី2នេះគឺជាប្រភេទបណ្ណាគារម្ដងបណ្ណាគារអង្គរសម្រាប់អ្នកគាត់ចង់បានជាមួយនឹងសម្ភារៈសិក្សាឬក៏អាចទៅបណ្ណាគារអង្គរបានហើយបងគឺតម្លៃជាមួយនឹងប្រភេទប្រព័ន្ធគ្រប់គ្រងអាជីវកម្មដើម្បីគ្រប់គ្រងទៅលើ stock អវ៉ាន់របស់គាត់ព្រោះដោយសារអវ៉ាន់របស់គាត់គឺច្រើនមែនតើអញ្ចឹងតើគាត់ប្រើប្រាស់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្មទើបអាចគ្រប់គ្រងជាមួយនឹង stock អវ៉ាន់របស់គាត់បានដិតដល់អញ្ចឹងណាហើយគាត់ពេញចិត្តជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុន TSD មែនតើបន្ទាប់នេះគឺក្រុមការងារគាត់តឡើងដល់ខេត្តតែម្ដងមកនៅខាងកំពង់ឆ្នាំងណាដែលគាត់បើកជាប្រភេទការ៉ាសាំងតេឡានៅម្ដុំស្រុកក្រគរដែលគាត់បើកទាំង mini mart ការ៉ាសាំងក៏ដូចជា Cafe for you ហ្មងហើយក៏គាត់យកជាមួយនឹងឈប់ម៉ាស៊ីនក៏ដូចជាប្រព័ន្ធគ្រប់គ្រងពីខាងក្រុមហ៊ុន TSD ទៅដាក់ទាំង mini mart ទាំងនេះហាងកាហ្វេហ្មងអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានតម្រូវការទៅលើឈុតគិតលុយបងឲ្យឃើញថាអាជីវកម្មបែបហ្នឹងក៏ដាក់បានដែរអញ្ចឹងបងប្អូនអ្នកគ្នាអាចតំណមកកាន់ក្រុមហ៊ុន TSD ដើម្បីមកជាមួយនឹងឈប់ម៉ាស៊ីនក៏ដូចជាតែជាមួយប្រព័ន្ធគ្រប់គ្រងអាជីវកម្មពីខាងយើងសិនបានហើយពួកយើងអាចតម្លើងបានគ្រប់ខេត្តក្រុងទាំងអស់